បោចេញពីស្រុកវិនជើតើតាមទិសនិរដីឈៀងខាងត្បូងឆ្លងកាត់ដែនសមុទ្រហុកគៀនខេត្តកុងតុងកាត់សមុទ្រកោះ7ហើយឆ្លងកាត់នគរគៀวนគរចម្ប៉ាហើយធ្វើដំណើរសរសៀតាមដែនសមុទ្រចម្ប៉ាទៅដល់ស្រុកជេនភូចាប់ពីស្រុកជេនភូទៅដំណើរតាមទិសនិរដីឆ្លងកាត់សមុទ្រខុនលុនក៏ទៅដល់មាត់ពីមចូលតាមដៃព្រែកទី4ចូលក្នុងដងទន្លេឆ្ពោះទៅទិសខាងជើងអស់រយៈពេលកន្លះខែទៅដល់ស្រុកឆ្នាំងឆ្លងដែនទឹកទន្លេសាបក៏ទៅកំពង់ធ្វើដំណើរថ្មើរជើងពីកំពង់ប្រមាណ1យោជន៍កន្លះក៏នឹងដល់ព្រះនគរពិតជាស្អាតអស្ចារ្យណាស់ទឹកដីនគរចេនឡាពិតជាកម្របានជួបមែនសូមគោរពលោកអគ្គរដ្ឋទូតលោកមន្ត្រីនគរចេនឡាមែនទេបាទគឺខ្ញុំនេះហើយសូមគោរពលោកមន្ត្រីសូមអញ្ជើញលោកតើការធ្វើដំណើររបស់លោកយ៉ាងណាដែរទៅលោកអគ្គរដ្ឋទូតការធ្វើដំណើររបស់ខ្ញុំឆ្លងកាត់សមុទ្រឆ្លងកាត់ទន្លេរាប់សិបថ្ងៃពិតជាអស់កម្លាំងខ្លាំងណាស់ប៉ុន្តែមកដល់ទឹកដីអច្ឆរិយៈបែបនេះមិនដឹងជាកម្លាំងកំហែងខ្ញុំមកពីណាទេលោកមន្ត្រីខ្ញុំពិតជាសប្បាយចិត្តណាស់ដែលបានលោកអគ្គរដ្ឋទូតអញ្ជើញមកទស្សនកិច្ចនៅនគរចេនឡាយើងនេះលោកមន្ត្រីខ្ញុំមកនេះគឺបានទទួលពីព្រះរាជបញ្ជាពីព្រះអង្គយានដើម្បីនឹងសិក្សាស្វែងយល់អំពីទំនៀមទម្លាប់ប្រពៃណីនិងការគ្រប់គ្រងនគរណាលោកមន្ត្រីអូបើអញ្ចឹងលោកប្រហែលជាត្រូវស្នាក់នៅទីនេះយូរហើយមើលទៅពិតមែនហើយលោកមន្ត្រីអូនណែខ្ញុំឮថាឈ្មួញបរទេសនោះគេនិយាយតគ្នាថានគរចេនឡារុងរឿងខ្លាំងណាស់តើពិតមែនទេពិតប្រាកដណាស់លោកមិនត្រឹមតែមានវប្បធម៌អរិយធម៌ដ៏ថ្កុំថ្កើងតែប៉ុណ្ណោះទេថែមទាំងមានប្រាសាទដ៏ធំស្កឹមស្កៃទៀតផងណាលោកអគ្គរដ្ឋទូតប្រាសាទមួយដែលធំជាងគេនៅទ្វីបអាស៊ីនោះតើពិតមែនទេពិតប្រាកដណាស់លោកអគ្គរដ្ឋទូតខ្ញុំមកនេះពិតជាមិនខកបំណងទេអូនណែលោកអគ្គរដ្ឋទូតព្រះរាជាមានព្រះរាជបញ្ជាឲ្យលោកចូលគាល់ណាពិតជាមហាកិត្តិយសខ្លាំងណាស់មហាកិត្តិយសខ្លាំងណាស់លោកមន្ត្រីបាទអញ្ចឹងយើងឆាប់ទៅខាងនេះលោកសូមអញ្ជើញសូមអញ្ជើញសូមអញ្ជើញលោកព្រះរាជានិងព្រះរាជកមហេសីស្ដេចយាងមកដល់ហើយសូមស្ដេចយាងក្រាបទូលមហេសីអូនក្រាបទូលព្រះអង្គអគ្គរដ្ឋទូតមកពី3ប្រទេសបានមកដល់ហើយក្រាបទូលល្អណាស់ឆាប់អញ្ជើញពួកគេចូលមកចុះកណាថ្លៃពិសេសព្រះរាជាអនុញ្ញាត
ឲ្យអគ្គរដ្ឋទូតមកពីប្រទេសឥណ្ឌានិងម៉ាឡាយូចូលគួរ ល្អហើយពួកលោកអញ្ជើញរកកន្លែងគួរសមចុះ ព្រះរាជាអនុញ្ញាតឲ្យអគ្គរដ្ឋទូតមកពីប្រទេសចិនលោកជាវតាខ្វាន់ចូលគួរ ទូព្រះបង្គំជីវតខ្វាន់សូមក្រាបថ្វាយបង្គំមហារាជ ល្អណាស់លោកជឿសូមស្វាគមន៍ អរព្រះគុណមហារាជក្រាបទូមហារាជទូព្រះបង្គំបាននាំយកគ្រឿងអនុស្សាវរីយ៍និងគ្រឿងដង្វាយយកមកថ្វាយព្រះអង្គ អូល្អខ្លាំងណាស់ ក្រាបទូព្រះអង្គនោះគឺជាកន្សែងសូត្រដែលប្រជាជនចិនដំបានផ្ទាល់ដៃកន្សែងសូត្រនេះធ្វើអំពីដង្កូវនាងដ៏ល្អឯកក្រាបទូល ស្អាតខ្លាំងណាស់លោកជឿ ក្រាបទូលព្រះអង្គព្រះអង្គនេះគឺជាសំពៅរបស់ទូព្រះបង្គំសំពៅនេះហើយដែលនាំទូព្រះបង្គំឆ្លងកាត់ព្យុះឆ្លងកាត់ភ្លៀងរហូតមកដល់នគររបស់ព្រះអង្គក្រាបទូល ឆ្លងកាត់ព្យុះភ្លៀងចម្ងាយរាប់ពាន់យោជន៍តាមសំពៅនេះ ក្រាបទូល ពិតជាអស្ចារ្យណាស់លោកជឿ ក្រាបទូលព្រះអង្គនេះគឺជារូបចម្លាក់ស្ដេចនីរូបចម្លាក់នេះតំណាងឲ្យភាពរុងរឿងថ្កុំថ្កើងក្រាបទូល រូបចម្លាក់នេះពិតជាមានក្បូរក្បាច់រចនាយ៉ាងល្អិតល្អន់និងមានរចនាបថប្លែកទៀតផង ក្រាបទូលក្រាបទូលព្រះអង្គទូលព្រះបង្គំសូមទូលព្រះអង្គថ្ងៃនេះគឺជាថ្ងៃល្អវេលាល្អថ្ងៃទី15កើតខែអាសត់គឺជាថ្ងៃបុណ្យប្រពៃណីជាតិរបស់ប្រទេសចិនទូលព្រះបង្គំក៏នាំយកនំសែនព្រះខែយកមកថ្វាយព្រះអង្គផងដែរនំសែនព្រះខែមានរាងមូលដោយព្រះខែពេញបរមីតំណាងឲ្យភាពរុងរឿងថ្កុំថ្កើងនិងសុខក្សេមសាន្តក្រាបទូល មិនត្រឹមតែមានរាងមូលដោយប្រខែប៉ុណ្ណោះទេថែមទាំងមានភាពតាក់ទាញគួរឲ្យចង់សោយខ្លាំងណាស់ ក្រាបទូល ព្រមទាំងមានអត្ថន័យដ៏ល្អបែបនេះ យើងសពព្រះハរតីណាស់អរគុណខ្លាំងណាស់លោកជីវ ក្រាបទូលព្រះអង្គទូលព្រះបង្គំនឹងមានគ្រឿងដង្វាយរាប់រយរទេះទៀតយកមកថ្វាយព្រះអង្គ អរគុណណាស់លោកជីវដែលបាននាំយកគ្រឿងដង្វាយដ៏សន្ធឹកសន្ធាប់មកកាន់យើងសេនាឆាប់យកគ្រឿងដង្វាយទាំងនេះទៅដាក់ក្នុងពរាជឃ្លាំងចុះ កណាថ្លៃពិសេសម ហេសីអូន ព្រះពរព្រះអង្គ នេះគឺជាអគ្គរដ្ឋទូតមកពីប្រទេសចិនលោកជីវតាខ្វាន់ ទូលព្រះបង្គំសូមក្រាបថ្វាយបង្គំព្រះអគ្គមហេសី ល្អហើយសូមស្វាគមន៍លោកម្ចាស់ជឿដែលមកកាន់នគរចេនឡាជាកិត្តិយសណាស់ដែលបានជួបលោក ពុតជាមហាកិត្តិយសខ្លាំងណាស់ព្រះអគ្គមហេសី យើងសូមជូនពរលោកឲ្យការធ្វើដំណើរបេសកកម្មនៅចេនឡានេះប្រកបទៅដោយសុវត្ថិភាពនិងរលូនបើលោកមានតម្រូវការអីអាចប្រាប់មកយើងបានយើងនឹងរៀបចំជូនលោក ទូលព្រះបង្គំអរព្រះគុណព្រះអគ្គមហេសី ហើយយើងក៏មានពាក្យពេចន៍ផ្ដាំផ្ញើជូនថ្វាយដល់ព្រះអធិរាជភូមិភាគកណ្ដាលផងដែរការដែលព្រះអង្គចាត់ឲ្យបេសកទូតមកទស្សនិកកិច្ចនៅនគរយើងដែលព្រះអង្គមានទឹកព្រះតីនឹករលឹកហើយជាព្រះគុណធំធេងណាស់ដែលទ្រង់តែងគិតគូរសុខទុក្ខដល់អ្នកនៅទីឆ្ងាយចេនឡាយើងមានឆន្ទៈចងចំណងមេត្រី
ជាមួយនឹងភូមិភាគកណ្ដាលរួមគ្នាកសាងសន្តិភាពនិងវិបលភាពដើម្បីជាប្រយោជន៍ដល់ប្រជាជនរាស្ត្រក្រោមមេឃតែមួយ ក្រាបទូលព្រះអគ្គមហេសីទូលព្រះបង្គំអរព្រះគុណមហារាជនិងព្រះអគ្គមហេសីដែលយកទឹកព្រះតីគិតគូរដល់ទូលព្រះបង្គំជាខ្ញុំទូលព្រះបង្គំជាខ្ញុំនឹងខិតខំឲ្យអស់ពីកម្លាំងកាយចិត្តក្នុងបុព្វហេតុទូតចិនចំណងមេត្រីនគរចេនឡាជាមួយនឹងប្រទេសចិនដើម្បីតបស្នងសងគុណព្រះដេជះព្រះគុណនគរដែលប្រោសប្រណីដល់ទូលព្រះបង្គំ ល្អណាស់បានហើយរកកន្លែងគួរសមចុះ អរព្រះគុណព្រះអគ្គមហេសី អូណែលោកជីវអគ្គរដ្ឋទូតទាំងឡាយយើងក៏បានរៀបចំការសម្ដែងរបាំពីសំណាក់នាដការប្រចាំនៅក្នុងព្រះរាជវាំងផងដែររបាំនឹងបង្ហាញពីវប្បធម៌ដ៏ផូរផង់របស់នគរយើងសូមលោកទាំងអស់គ្នាអញ្ជើញទស្សនាចុះ